វាយស៊ឺឆាំងស៊ីទៅហើយនោះថ្ងៃស្អែកបងក៏ទៅប៉ែតមើលគេជាមួយអូនទេមើលលើអូនបងព្រមទៅពេទ្យមើលវាក៏បានដែរឯងមកធ្វើអីឯងថាតែមើលហេតុអីបានជានៅហាងកាហ្វេមានមនុស្សច្រើនយ៉ាងនេះហើយគេទៅវាយឯងអញ្ចឹងនៅទីនេះគ្មានកាមេរ៉ាទេហ្វឹងលេងឯងក៏បានចាត់ពេកណាបើយើងរកផុសតាំងបានយើងមិនដល់លេងឯងទេអូនសម្លាញ់បងខំមកមើលគេបែរជាចង់វាយបងទៅវិញឈឺដែរទេមិនឈឺទេបងកិច្ចផុតណាបងឆ្លាតដែរតែចេះកិច្ចតន់ឯងនិយាយផ្ដេសផ្ដាស់យើងមិនដែលវាយឯងទេអូនសម្លាញ់បើអូនមិនមកទៀតបងប្រកាសជាត្រូវគេវាយស្លាប់ហើយស៊ឺឆាំងស៊ីបើលោកនេះតែធ្វើបាបប្តីយើងទៀតនោះការសហការរបស់ពួកយើងមិនបាច់បន្តទៀតទេជំនួយកាស៊ីមករយៈនេះស៊ឺឆាំងស៊ីគេមិនសូវស្រួលខ្លួនទេមករយៈនេះមកគេក៏មិនអាចសម្ដែងបានដែរឯងទៅនិយាយជាមួយខាងគេបដោះកិច្ចសន្យាចានាយកយ៉ាងថាងគឺវាជាអ្នកធ្វើបាបខ្ញុំនាងមិនឃើញទេអីប្តីយើងគឺជាមនុស្សល្អគេមិននឹងអាចទៅវាយឯងនោះបើឯងគ្មានផុសតាំងទេយើងនឹងបដិសេធថាឯងដើរចាប់គេហើយបានហើយសម្រាប់ទៅចាចាំពេលឯងជាចាំយើងបដោះការងារថ្មីឲ្យអូនសម្លាញ់អូនលយខ្លាំងណាស់បើយើងមកមើលគេហើយគេមិនខ្វល់នោះអញ្ចឹងពួកយើងទៅវិញទៅសម្រាប់ឲ្យស្រួលទេហ្វឹងលីងអថាបៃតងរលួយសប្បាយចិត្តយ៉ាងនេះហ៎មនុស្សអាក្រក់ត្រូវដាក់ទោសហើយនេះអូនមិនសប្បាយចិត្តទេស្មានមិនដល់ថាអ្នកប្រុសហ្វឹងដែលស្មោះត្រង់ត្រឹមត្រូវនោះក៏ចេះធ្វើបាបគេដែរសោះអូននិយាយស្អីបើធ្វើបាបគេអីបើធ្វើបាបណាបងមានចេតនាមកមើលគេហើយទៅនិយាយចាក់ដាប់ស៊ឺឆាំងស៊ីហើយមកប្រាប់អូនថាគេទៅវាយបងនេះមិនមែនធ្វើបាបគេទេអីបងជាប្រុសល្អផ្អែមល្ហែមមិនសូវចេះអីទេបងតែធ្វើបាបគេណាបងមិនមែនជាមនុស្សប្រុសផ្អែមល្ហែមមិនសូវចេះអីនោះទេបងជាផ្កាឈូកខ្មែរទៅវិញទេមិនអញ្ចឹងអូនភ្លក់បងមកថាផ្អែមឬក៏អូនឆាប់ភ្លក់មកទីនេះជាមន្ទីរពេទ្យត្រឹមត្រូវបន្តិចទេតែបងចង់ឲ្យអូនភ្លក់នេះអើយអូយផ្អែមណាស់ណែឯងដឹងថាអ្នកស្រីទៅណាដែរទេមុននេះអ្នកស្រីទៅក្រៅហើយនិយាយថាក្រុមហ៊ុនមានការសំខាន់ទៅក្រៅចាត់ការបន្តិចបានឈប់ធ្វើការទៅគឺបងក្រអមឬក៏ផ្កាក្រអូបទេអ្នកនាងនាយកយកគ្នាជាមួយតារាសម្ដែងប្រុសពិតជាសមគ្នាណាស់ខ្ញុំទៅស៊ីពួកគេសិនមិនកាចៅខ្ញុំតើអ្នកប្រុសឆាប់ផុសមកឲ្យយើងមកនិយាយថាយើងរៀបការជាមួយនឹងចាំងថាងហើយឲ្យពិភពលោកនេះដឹងនេះអ្នកប្រុសគិតយ៉ាងម៉េចហ្នឹងនេះគាត់ប្រច័ណ្ឌណាបានខ្ញុំនឹងធ្វើភ្លាមយើងសូមប្រកាសថានាយកហ្វឹងជាមួយនាយកជាងពិតជាសមគ្នាខ្លាំងណាស់ពិតជាគូប្រេងនឹងគ្នាច្បាស់កន្លែងនាយកហ្វឹងពិតជាសង្ហាពេកហើយអញ្ចឹងតើបានជាបងប្រុសមិនអាចប្រៀបបានតែបងប្រុសខ្ញុំអាចទៅទាមទារតំណែងផ្ទះទី2បានខ្ញុំសូមប្រកាសថាខ្ញុំនឹងក្លាយជា fan ខុសផលពួកគេហើយពួកនាងអ្នកណាអាចជួយរក្សាតំណែងប្តីដើមរបស់យើងបានយើងនឹងឲ្យអង្គការម្នាក់ 50,000 ខ្ញុំធ្វើមើលតែគេបែបនេះគេដូចជាកំពុងតែមានស្នេហាហើយ